ជាកូនស្រីច្បងពិធីការនីជាមីដើរផ្លូវផ្ទុយពីគ្រួសារកាន់គោលជំហរ4យ៉ាងបានជីវិតជោគជ័យដោយសពថ្ងៃចាស់ជាអ្នកសិល្បៈផងនិងជាស្ត្រីជំនួញផងពិធីការនីជាមីឬមានឈ្មោះពិតថាម៉េងខុនីត្រូវបានមហាជនស្គាល់ច្បាស់ជានាយកប្រតិបត្តិនិងជាស្ថាបនិកនៃម៉ាកជាហៅផលិតផលសម្រស់ដែលកំពុងមានទីផ្សារទាំងក្នុងនិងក្រៅប្រទេសជីវិតមានបានដោយសពថ្ងៃល្បីទាំងកេរ្តិ៍ឈ្មោះពូកែទាំងធ្វើអាជីវកម្មជីមីតែងខិតខំដោយខ្លួនឯងដោយរៀបចំផែនការជីវិតច្បាស់លាស់តួយ៉ាងតាមការចែករំលែករបស់នាងនៅលើវេទិកាបានរៀបរាប់អំពីជីវិតជាកូនស្រីច្បងដែលតស៊ូជំនះផ្នត់គំនិតគ្រួសាររហូតបានផ្លែផ្កាដោយសពថ្ងៃផ្នត់គំនិតនៅក្នុងគ្រួសារនាងជាកូនស្រីច្បងកើតមកត្រូវតែស្អាតចេះធ្វើម្ហូបចេះធ្វើការងារផ្ទះធំឡើងរៀបការជាមួយអ្នកមានកូនច្រើនធ្វើស្ត្រីមេផ្ទះដ៏ល្អនាងថាផ្នត់គំនិតនេះមិនខុសឡើយតែដោយឡែកនាងកើតមកមានផ្នត់គំនិតខុសពីគ្រួសារទាំងស្រុងដោយនាងគិតថាជាមនុស្សស្រីត្រូវមាន4យ៉ាងគឺចំណេះដឹងមុខរបរប្រាក់ចំណូលនិងកេរ្តិ៍ឈ្មោះផ្នត់គំនិតនេះបានធ្វើឲ្យនាងក្លាយជាមនុស្សខុសគេនៅក្នុងគ្រួសារហើយមិនដែលតាំងខ្លួនដើរតាមគន្លងគ្រួសារឡើយនាងគិតថាបើធ្វើអ្វីដូចគេលទ្ធផលនឹងបានដូចគេតែបើធ្វើខុសគេលទ្ធផលអាចនឹងអស្ចារ្យហើយជួនក៏ដុនដាបតែបើមិនសាកក៏មិនដឹងការដើរផ្លូវបញ្ច្រាស់គ្នានឹងគំនិតគ្រួសារនាងជំនះតែម្នាក់ឯងហើយតែងត្រូវបានគ្រួសារចាប់កំហុសជានិច្ចទោះយ៉ាងនេះក្តីនាងនៅតែរក្សាជំហរគំនិតរបស់ខ្លួនដោយចាប់ផ្ដើមសរសេរគោលដៅជីវិតរួចដើរម្ដងមួយជំហានតាមបទពិសោធន៍មកទល់ពេលនេះអ្វីដែលអាចឲ្យនាងឈរនៅក្នុងសង្គមនេះបាននាងប្រកាន់ភ្ជាប់ការចេះបត់បែននិងការត្រៀមខ្លួនរួចជាស្រេចចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា